បងប្អូនទេសនាគ្រប់គ្នាជាទីរាប់អានយើងងាកមកមើលចាប់អារម្មណ៍អំពីវិស័យយោធាការពារជាតិរបស់ប្រទេសថៃវិញម្ដងបើយើងមើលត្រឹមឆ្នាំ2026នេះឃើញថាកងទ័ពជើងគោកភូមិន្ទថៃនោះដោយស្ថិតនៅក្រោមការដឹកនាំរបស់អគ្គមេបញ្ជាការថ្មីនិងកំពុងតែស្ថិតនៅក្នុងដំណាក់កាលធ្វើទំនើបកម្មយោធាក៏ជាការដោះស្រាយបញ្ហាសន្តិសុខតាមព្រំដែនផងដែរយ៉ាងណាមិញបើយោងទៅតាមការរៀបរាប់ឲ្យដឹងពីសារព័ត៌មានជាតិ Thai The Nation បានបញ្ជាក់ថាការដឹកនាំជាន់ខ្ពស់កំពូលគឺអគ្គមេបញ្ជាការនាយឧត្តមសេនីយ៍ផាណាខ្លៃផ្លត់ថុតលោកឧត្តមសេនីយ៍រូបនេះបានឡើងកាន់តំណែងចាប់ពីថ្ងៃទី1ខែតុលាឆ្នាំ2024លោកឧត្តមសេនីយ៍ថៃរូបនេះអាចមានអាណត្តិរហូតទៅដល់ឆ្នាំ2027ឯណោះរីឯរចនាសម្ព័ន្ធដឹកនាំវិញនោះគឺថ្នាក់ដឹកនាំជាន់ខ្ពស់កំពូលភាគច្រើនដែលគេនិយមហៅថាខ្លាទៀង5ហើយត្រូវបានតែងតាំងចេញពីមិត្តរួមចំនួនជាមួយគ្នាទី26របស់លោកឧត្តមសេនីយ៍ផាណានោះហើយក៏ដើម្បីពង្រឹងស្ថិរភាពផ្ទៃក្នុងជួរកងទ័ពរបស់ប្រទេសថៃផងដែរម្យ៉ាងវិញទៀតបើនិយាយអំពីសមត្ថភាពនិងកម្លាំងយោធាថៃវិញនោះបើយើងគិតត្រឹមឆ្នាំ2025មកនោះគឺកងទ័ពថៃមានចំណែកឋានៈលេខទី25នៅលើពិភពលោកបើយោងទៅតាមរបាយការណ៍ពី The Nation Thailand ដោយកងកម្លាំងជួរមុខសរុបប្រមាណ 66550 នាក់ដោយកងកម្លាំងសកម្មចំនួន 36850 នាក់រីឯគ្រឿងយុទ្ធោបករណ៍រួមមានរថក្រោះចំនួន635គ្រឿងរថពាសដែកចំនួន16935គ្រឿងរីឯកងកាំភ្លើងធំចំនួន589គ្រឿងព្រមទាំងគ្រឿងសព្វាវុធសម្រាប់ទ័ពជើងគោកជាច្រើនទៀតម្យ៉ាងវិញផងដែរការធ្វើទំនើបកម្មនិងការបញ្ជាទិញសម្ភារៈសឹកដោយគម្រោងទិញថ្មីរបស់ប្រទេសថៃនេះបានអនុម័តកញ្ចប់ថវិកាជាតិចំនួន$1000 លានសហរដ្ឋអាមេរិកសម្រាប់ឆ្នាំ2026នេះដើម្បីត្រៀមទិញឧទ្ធោភាគចក្រប្លែកដាវចំនួន3គ្រឿងរថពាសដែកកង់8ប្រភេទ VN1 ជាង100គ្រឿងពីប្រទេសចិននិងប្រព័ន្ធដ្រូនការពារដែនអាកាសផងនោះរីឯអាវុធដែលផលិតនៅក្នុងស្រុកប្រទេសថៃខ្លួនឯងវិញនោះកងទ័ពជើងគោកប្រទេសថៃនេះបានដាក់ឲ្យប្រើប្រាស់កាំភ្លើងធំស្វ័យប្រវត្តិដែលមានឈ្មោះថា Swell Propellied Hound First ដែលត្រូវបានផលិតឡើងដោយវិទ្យាស្ថានបច្ចេកវិទ្យាការពារជាតិ DTI ដោយបានសហការជាមួយនឹងក្រុមហ៊ុនមកពីប្រទេសអ៊ីស្រាអែលនោះប៉ុន្តែយ៉ាងណាក៏ដោយបើយើងនិយាយអំពីស្ថានភាពសន្តិសុខនៅតាមព្រំដែនជាពិសេសគឺចំនួនព្រំដែនថៃជាមួយនឹងប្រទេសកម្ពុជាដ៏រ៉ាំរ៉ៃនោះដោយក្នុងកំឡុងពេលកណ្ដាលឆ្នាំ2025នោះហើយមានទៀងរបាយការណ៍បញ្ជាក់ការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធនៅតាមព្រំដែនមួយចំនួនដូចជានៅតំបន់ប្រាសាទតាមាន់និងតំបន់មុំ3ជាដើមរីឯការគ្រប់គ្រងច្រកព្រំដែនវិញនោះដោយអគ្គមេបញ្ជាការកងទ័ពជើងគោករបស់ប្រទេសថៃនេះបានផ្ដល់សិទ្ធិអំណាចពេញលេញទៅដល់មេបញ្ជាការតាមតំបន់ក្នុងការសម្រេចចិត្តបិទឬក៏បើកច្រកព្រំដែនគឺតាមស្ថានភាពជាក់ស្ដែងនោះប៉ុន្តែទោះបីយ៉ាងណាក៏ដោយស្ថិតនៅក្នុងស្ថានភាពជាក់ស្ដែងនៅតាមបន្ទាត់ខ្សែព្រំដែននេះរវាងប្រទេសថៃនិងប្រទេសកម្ពុជានោះក៏វាមិនទាន់បានសុខសន្តិភាពពេញលេញនៅឡើយនោះដែរដោយប្រទេសថៃនេះគឺចេះតែរុករៀនឈ្លានពានមកលើដីខ្មែរឥតឈប់ឥតឈរដោយធ្វើតាមទំនើងចិត្តថែមទៀតផងដោយអាងកម្លាំងទ័ពរបស់ខ្លួននោះគឺប្រទេសថៃនេះពុំដែលខ្លាចនិងខ្វល់ខ្វាយ
ញញើតចំពោះច្បាប់អន្តរជាតិឬក៏សន្ធិសញ្ញាអ្វីនោះឡើយប៉ុន្តែយ៉ាងណាក៏ដោយសម្រាប់ប្រទេសថៃនេះក៏គេនៅតែចាត់ទុកថាជាប្រទេសដែលមានកងទ័ពជើងគូកច្រើនជាងគេផងដែរនៅក្នុងចំណោមប្រទេសជាសមាជិកអាស៊ានដូចគ្នានោះតែយ៉ាងណាមិញនយោបាយការពារជាតិថៃនេះក៏វាមិនអាចនៅតែឯងបានដែរគឺប្រទេសថៃនេះតែងតែទៅពឹងលើបងធំដូចជាសហរដ្ឋអាមេរិកនិងបងធំយក្សចិនជាដើមដោយប្រទេសថៃនេះបានចំណាយថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីយកទៅទិញអាវុធសឹកទំនើបពីបងធំសហរដ្ឋអាមេរិកដូចជាយន្តហោះចម្បាំងនិងបងធំយក្សចិនផងដែរដើម្បីយកមកការពារសន្តិសុខជាតិប្រទេសថៃទាំងមូលនោះហើយប្រទេសថៃនេះក៏ពុំមានសមត្ថភាពគ្រប់គ្រាន់នៅក្នុងការផលិតអាវុធដោយខ្លួនឯងនោះដែរ